នេះធ្លាប់អត់នៅពេលដែលយើងកំពុងតែប្រើប្រាស់កុំព្យូទ័រសុកៗស្រាប់តែវាលោតអាប់ដេតអូតូឬមួយក៏យើងបើកកុំព្យូទ័រប្រើស្រាប់តែវាលោតអាប់ដេតហើយការងារកំពុងតែប្រញាប់ហើយអាប់ដេតម្ដងពេលខ្លះអាចចំណាយពេល10ទៅ20ឬក៏30នាទីឬក៏1ម៉ោងអាស្រ័យលើការអាប់ដេតរបស់វាតិចឬក៏ច្រើនអញ្ចឹងតើធ្វើម៉េចដើម្បីដោះស្រាយទៅលើការជួបបញ្ហាបែបនេះពេលដែលអ្នកទាំងអស់គ្នាជួបបញ្ហាទៅលើ Windows កុំព្យូទ័ររបស់អ្នកទាំងអស់គ្នាវាធ្វើការអាប់ដេតយើងកំពុងតែប្រញាប់ការងារផងតែវាលុតអាប់ដេតអញ្ចឹងដើម្បីដោះស្រាយនៅបញ្ហាហ្នឹងគឺអត់មានអីពិបាកទេគឺអ្នកទាំងអស់គ្នាគ្រាន់តែចុចប៊ូតុង power ចុចវាឲ្យជាប់ទុករយៈពេល5វិនាទីហើយបន្ទាប់មកយើងដកដៃចេញយើងទុកវាមួយសន្ទុះសិនមួយកន្លះនាទីអីទៅហើយបន្ទាប់មកយើងទៅចុចប៊ូតុង power បើកម្សិលទៀតអញ្ចឹងគឺវាដំណើរការធម្មតាដោយវាអត់ធ្វើការអាប់ដេតទេវានឹងចេញ Windows ទាំងយើងអាចធ្វើការដំណើរការធម្មតាហើយបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការងាររួចរាល់ហើយសូមពេចអាប់ដេតវាផងដើម្បីកុំឲ្យវាជួបបញ្ហាបែបហ្នឹងទៀតព្រោះការប្រើប្រាស់ Windows គឺយើងត្រូវការអាប់ដេតគឺត្រូវការអាប់ដេត driver ឬក៏ប្រព័ន្ធទូទីទៅលើប្រព័ន្ធ system របស់ Windows ដើម្បីការពារពីការ hack ការអីក៏អាប់ដេតដើម្បីឲ្យដំណើរការហ្នឹងវាដើរល្អតែពេលខ្លះក៏មិនការអាប់ដេតហ្នឹងក៏មិនល្អទាំងអស់ដែរពេលខ្លះវាអាប់ដេតទៅវាអត់ត្រូវជាមួយកុំព្យូទ័ររបស់យើងធ្វើឲ្យកុំព្យូទ័ររបស់យើងកាំងឬមួយក៏វា error អីចឹងទៅដល់ទៅអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលមានបញ្ហាកុំព្យូទ័រឬក៏មានចម្ងល់អ្វីគឺអាចជួបខ្ញុំបានហើយខ្ញុំនឹងរីនឹងការឆ្លើយតាមអ្វីដែលខ្ញុំដឹងតាមអ្វីដែលខ្ញុំចេះអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ